trong cho visa từ Australia ឬក៏ទៅ New Zealand ណាស្រួលទេបងកុំបាច់ប្រាប់ខ្ញុំថាបងរកស៊ីលបអីបងជាអ្នកមានបងថាបងមានប្រហែលលានប្រហែលសែនខ្ញុំអត់ខ្វល់ទេអញ្ចឹងចង់ប្រាប់ថាលក្ខខណ្ឌគឺខ្ញុំធ្វើទៅតាមលក្ខខណ្ឌរបស់ស្ថានទូតដែលកំណត់មកឯងអញ្ចឹងណាអញ្ចឹងលក្ខខណ្ឌរបស់ស្ថានទូតគឺគេត្រូវការអ្នកដែលសុំវីសាប្រភេទជាវីសាទេសចរគឺដើរលេងតាមលក្ខខណ្ឌអ្នកទេសចរអញ្ចឹងដើរលេងតាមលក្ខខណ្ឌអ្នកទេសចរមានន័យថាมันអាចទៅស្នាក់នៅនឹងលើសពី90ថ្ងៃទេហើយអ្វីដែលខ្ញុំណែនាំមកបងដែលទៅបានវីសាថ្មីខ្ញុំតែងតែនិយាយណែនាំឲ្យថាកុំឲ្យទៅនៅយូរពេកអញ្ចឹងណាព្រោះនៅពេលដែលបងទៅនៅយូរពេកគេនឹងតាមមើលប្រវត្តិបងដែរអញ្ចឹងណាបងលើកទី1បងសុំវីសាមួយឆ្នាំអត់អីប៉ុន្តែនៅពេលដែលបងស្នើសុំលើកទី2ធ្លាប់មានហើយអ្នកណាខ្លះដែលខ្ញុំធ្លាប់និយាយហើយអត់ជឿហើយចុងក្រោយចេញលទ្ធផលនឹងមែនពេលដែលដាក់វីសាទៅគឺគេចោទជាសំណួរមកឲ្យបងបកស្រាយមែនអត់ឥឡូវមិនមែនសុំជួយចេញមុខមកតែខ្ញុំជឿថាប្រហែលជាអត់ចេញទេដោយសារតែចេញមកគេមិនដឹងទេហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំណែនាំបងហ្នឹងណាខ្ញុំមិនមែនចេះលើកមកនិយាយឲ្យផុតតែពីមាត់ទេឬក៏លឺពីគេណាខ្លួនខ្ញុំនេះគឺមានករណីនឹងហើយឯងនៅពេលដែលយើងទៅនៅយូរពេកអញ្ចឹងនៅពេលដែលបងស្នើសុំលើកក្រោយគេអាចនឹងសួរឲ្យបងភាគរយច្រើនគេឲ្យបងបកស្រាយអញ្ចឹងនៅពេលដែលស្ដាប់ការបកស្រាយរបស់បងហ្នឹងបើសិនជាបកស្រាយទៅបើថាមិនចូលកលុចគេទេគឺបងអាចនឹងប្រឈមមុខនៅក្នុងការគេបដិសេធវីសាបងលើកទី2ហ្នឹងហើយអញ្ចឹងបងមិនបាច់ឆ្ងល់ទេហើយមួយទៀតរឿងដែលត្រូវដឹងឥឡូវហ្នឹងគឺស្ថានទូតគឺលីងព័ត៌មានណាបងប្អូនញាតិមិត្តផៅសន្តានគឺលីងចូលគ្នាទាំងអស់ចាហើយក្រៅពីហ្នឹងទូតមួយគឺសិតតែមានព័ត៌មានហ្នឹងគឺសឹងនឹងបញ្ចូលគ្នាហើយអញ្ចឹងបានខ្ញុំនិយាយថាឲ្យប្រយ័ត្នប្រយែងហើយសម្រាប់ខាងខ្ញុំធ្វើវីសាគឺខ្ញុំអត់គេហៅថាធ្វើឲ្យតគេហៅអីគេផុតពីដៃឯងហ្នឹងខ្ញុំអត់ធ្វើផុតពីដៃទេជាពិសេសអ្នកដែលគាត់ណាត់ជួបខ្ញុំឲ្យលុយខ្ញុំក៏ដោយគាត់ថាគាត់ទិញម៉ោងខ្ញុំកន្លះម៉ោងឬក៏1ម៉ោងបងខ្ញុំ60រៀលយកមកខ្ញុំប្រាប់បងខ្ញុំអ្នកដែលគាត់ធ្លាប់ទិញធ្លាប់បង់លុយយកម៉ោងខ្ញុំគាត់ដឹងហើយថាខ្ញុំមិនមែនចង់បានលុយបងហើយសំដីចិត្តនិយាយផុតពីមាត់ទេណាឯកសារអត់មានធ្លាប់ធ្លាក់បែបយ៉ាងណាអត់មានឯកសារអត់មានអីមកដល់ខ្ញុំអត់ឆ្លើយទេសួរមិនក៏ខ្ញុំអត់និយាយដែរដោយសារពេលដែលគេជាអ្នកធ្វើការនឹងមែនតែនគេជាអ្នកវិភាគមែនតែនហ្មងបងគេមិនមែននិយាយទៅហួយតែពីមាត់ឲ្យវាចប់រឿងឯងបើសិនតែចប់រឿងមិនខ្វះអីអ្នកដែលប្រកែកនិយាយចប់រឿងខ្ញុំជាអ្នកធ្វើខ្ញុំជាអ្នកប្រតិបត្តិនៅក្នុងកិច្ចការងារហ្នឹងប្រចាំថ្ងៃរាល់ថ្ងៃអញ្ចឹងអ្វីគឺខ្ញុំអាចខ្ញុំមានបទពិសោធន៍ក្នុងការធ្វើការនឹងច្រើនអញ្ចឹងខ្ញុំអត់ចង់ផ្ដោតក្តីសង្ឃឹមឲ្យបងខុសរបៀបទេអញ្ចឹងណាហើយខ្ញុំនៅតែណែនាំបងតរ៉ែថាសន្សំ credit នៅក្នុងធនាគាររបាយការណ៍ធនាគារពិតជាមានសារៈសំខាន់សម្រាប់ការបង្ហាញវត្តមានថាបងមានលទ្ធភាពទៅដើរលេងសុំវីសាប្រទេសធំបានឬក៏អត់មែននិយាយមែនកន្លែងហ្នឹងខ្ញុំសូមណែនាំបងអញ្ចឹងសង្ឃឹមថាវីដេអូមួយហ្នឹងអាចនឹងជួយបងបានច្រើនតាក់ទងទៅនឹងគេហៅចំណុចសំខាន់ចំណុចស្នូលនៅក្នុងការស្នើសុំវីសាទៅប្រទេសធំជាពិសេសប្រទេសដែលកំពុងតែតឹងខ្លាំងរាល់ថ្ងៃហ្នឹងណាចាហើយកុំបាច់ឆ្ងល់ថាអ្នកនេះអត់លុយបានទៅអ្នកនោះមានលុយអត់បានទៅវាមានក្នុងរឿងវាមានរឿងច្រើនទៀតបងអញ្ចឹង